សូមជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាចំថ្ងៃស្អីលួចម៉ូតូគេជិះគេចពីខេត្តព្រៃវែងមកជាប់អន្ទាក់មុខផ្សារគីស្រុកគៀនស្វាយចំថ្ងៃស្អីជនសង្ស័យ2នាក់លួចម៉ូតូគេជិះរត់ចេញពីខេត្តព្រៃវែងតាមផ្លូវជាតិលេខ1ឆ្ពោះមកភ្នំពេញមកដល់មុខផ្សារគីស្រុកគៀនស្វាយក៏ត្រូវបានសមត្ថកិច្ចស្រុកគៀនស្វាយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់សឹងនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេចដេញចាប់បានយ៉ាងប្រផាប់ប្រភីងទាំង2នាក់ផ្អើលខ្លាំងទាំងព្រឹកហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 7:10 នាទីព្រឹកថ្ងៃទី11 ខែមិថុនាឆ្នាំ2025ចំណុចភូមិក្រាំងក្អុកឃុំកំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែងសមត្ថកិច្ចស្រុកគៀនស្វាយបានឲ្យដឹងថាកម្លាំងផ្នែកនគរបាលយុទ្ធធរកម្លាំងប៉ុស្តិ៍គីប៉ុស្តិ៍ DS នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់សឹងនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេចបានប្រតិបត្តិការតាមចាប់ករណីខាងលើដែលលួចម៉ូតូគេជិះរត់ចេញពីខេត្តព្រៃវែងតាមផ្លូវជាតិលេខ1រហូតឃាត់ខ្លួនសង្ស័យចំនួន02នាក់មួយឈ្មោះពេជ្រយ៉ាទីភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរកម្មករអូសបន្លែនៅផ្សារដើមគោមានទីលំនៅភូមិឃ្លាំងឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែង2ឈ្មោះខឿនដាវីនភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅសង្កាត់បឹងត្របែកខណ្ឌចំការមុនក្រុងភ្នំពេញក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ02គ្រឿងម៉ាក Honda ឈ្មោះ125ពណ៌ខ្មៅផលិតឆ្នាំ2014ពាក់ផ្លាកលេខកណ្ដាល 1A8067 ជារបស់ជនសង្ស័យម៉ាក Honda ឈ្មោះ125ពណ៌ខ្មៅផលិតឆ្នាំ2022ពាក់ផ្លាកលេខកំពត 11426 ជារបស់ជនរងគ្រោះសោសម្រាប់កាច់កុំម៉ូតូមួយឈុតនិងទូរស័ព្ទដៃ01គ្រឿងម៉ាក Oppo ពណ៌ស្វាយលាយយោបច្ចុប្បន្នកម្លាំងជំនាញបានប្រគល់ជនសង្ស័យ02នាក់ឲ្យទៅដើម្បីបន្តតាមនីតិវិធីច្បាប់បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ